សួស្តីអ្នកអរគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូនិយាយពីការប្រើប្រាស់ command vi vim និង nano នៅលើ CentOS អញ្ចឹងជាដំបូងខ្ញុំធ្វើការបញ្ចូល hostname ឬក៏ IP address អញ្ចឹងបើខ្ញុំមាន 192.168.159.133 ចឹងកន្លែងនេះខ្ញុំធ្វើការ login មកហើយបញ្ចូល password ចឹងបន្ទាប់ពីយើងចូលមកបានយើងធ្វើការបញ្ជាក់ថាយើងកំពុងនៅណាចឹងយើងវាយ command who am I ចឹងអានេះវាបញ្ជាក់មកឲ្យខ្ញុំនៅកន្លែង folder ឈ្មោះមួយគេហ្នឹងចឹងខ្ញុំធ្វើការបង្កើតdirectory មួយឈ្មោះថាមួយគេចឹងយើងវាយ command make directory មួយគេចឹង file ហ្នឹងបាន exit ហើយចឹងយើងចូលមក cd ចឹងអាសាខ្ញុំបានបញ្ចុះហើយចឹងយើងចូលមកកាន់ folder ហ្នឹងមកចឹងកន្លែងនេះយើងបានចូលមកដល់កន្លែងហ្នឹងហើយចឹងកន្លែងនេះខ្ញុំធ្វើការបញ្ចូលមួយមកខ្ញុំដាក់ vi m1.txt ចឹងហើយដើម្បីបញ្ចូលបានយើងចុច command I ដើម្បី insert text ចូលចឹងខ្ញុំធ្វើការបញ្ចូលមកខ្ញុំបញ្ចូលពាក្យថា web developer view framework ចឹងដើម្បី save បានយើងចុច key escape ក៏ ESC ហ្នឹងមកចឹងយើងបាន save វាហើយចឹងបន្ទាប់ពី save ហើយយើងចុចy ពីរដងមកហើយ p មកចឹងវានឹងcontrol វាស្មើនឹង control C control V copy paste ចឹងបន្ទាប់មកទៀតចឹងយើងធ្វើការចុចcommand K មកវានឹង key up ឡើងលើចុចL វានឹងទៅ right ហើយចុច J វានឹង key up មក down ចុះមកក្រោមហើយចឹងបើយើងចុច key X ចឹងវាទៅ left ចឹងបើយើងចង់ចឹងបើយើងចង់លុបយើងលុបខាងឆ្វេងនៃ cursor យើងចុចអក្សរ X ធំមកចឹងវានឹងបាត់ហើយបើយើងចង់លុបមួយឡាញហ្នឹងយើងចុច dd មកវានឹងលុបមួយឡាញហ្នឹងហើយចឹងបើយើងចុចអក្សរ X តូចចឹង cursor នឹងនៅលើអក្សរណាឡើងវានឹងលុបអក្សរហ្នឹងមកចឹងកន្លែងហ្នឹងយើងចុចW មកចឹងវានឹង save ហើយតែវាអត់ចេញពីfolder ហ្នឹងទេចឹងបើយើងចង់ឲ្យវាចេញយើងចុច WQ មកហើយវា save ហើយវានឹងចាក់ចេញចឹងបន្ទាប់ពីយើងចេញមកយើងចង់ view វាយើងវាយមក
txt ចឹងcomment ហ្នឹងយើងធ្វើការកែប្រែអត់កើតទេដោយសារហ្នឹងវាread only ចឹងយើងធ្វើការ save វាមកគឺអត់បានទេចឹងដើម្បីចាក់ចេញបានយើងចុចខ្ជួរសញ្ញាទៀនមកចឹងវានឹងចាក់ចេញហើយយើងចូលមើលតន័យមិញមកថាវា save ឬក៏អត់ចឹងមិញយើងកែប្រែអត់បានទេវានៅតែដដែលព្រោះ we read only ចឹងបន្ទាប់មកខ្ញុំធ្វើលើ command វា im ម្ដងចឹងខ្ញុំធ្វើការបញ្ចូល net directory im om1.txt ចឹងនៅសិនមិញសេចក្ដីចឹងឡើយនេះចូលមកបង្កើត directory វា om1 ហើយចូលមកចឹងឡើយនេះចូលមកដល់ឡើយហ្នឹងចឹងបន្ទាប់មកយើង command vam underscore1.txt ចឹងឡើយនេះយើងបញ្ចូលដាក់om1 developer front end ចឹងយើងធ្វើការ save វាមកចុច exe ហើយយើងធ្វើការ move key ចុច command K ដើម្បី key up ចុច L right ហើយយើងចុច X មកដើម្បី arrow left ហើយចុច J មកដើម្បី arrow down ចឹងវាដូចតែគ្នាទេមួយvi ចុច x ធំស្មើនឹង delete ហើយចុច dd មក delete ចឹងខ្ញុំធ្វើការ save វាចឹង save w នេះគឺ save ឲ្យវាអត់ចេញក្រៅទេចឹងយើងចុច wq មក q ចឹងវាចេញហើយចឹងសម្រាប់ VM ខ្ញុំតែប៉ុណ្្នឹងទេខ្ញុំទៅធ្វើការចូលជាមួយ nano ម្ដងចឹងកន្លែងនេះយើងធ្វើការបង្កើត directory មួយមកចឹងខ្ញុំបង្កើតមកចឹងយើងបញ្ចូលទៀតដាក់ឈ្មោះថា nano.txt
ចឹងអានេះអត់មានតែការអំភើ key eyes មិនផុតទេអានេះយើងសេយកមក nano test someone developer ចឹងឡើយនេះខ្ញុំលុបមកហើយយើងចុច key RU មកវានឹង undo text ហ្នឹងមកវិញបន្ទាប់មកខ្ញុំ control O មកវា save ហើយenter មកចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នក